ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅអនុវត្តបន្តការងារឆ្នាំ2026របស់គណៈបកប្រជាជនកម្ពុជាខេត្តព្រះសីហនុឯកឧត្តមម៉ាងស៊ីណេតសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណៈបកខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅអនុវត្តបន្តហើយពិធីនេះគឺបានរៀបចំធ្វើនៅសាលប្រជុំគណៈបកនាព្រឹកថ្ងៃពុធទី7ខែមករាឆ្នាំ2026នៅក្នុងឱកាសនោះឯកឧត្តមម៉ាងស៊ីណេតប្រធានគណៈកម្មាធិការគណៈបកខេត្តព្រះសីហនុមានប្រសាសន៍ថាសភាពការក្នុងខេត្តព្រះសីហនុគឺមានភាពល្អប្រសើរទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមបង្កលក្ខណៈឲ្យប្រជាពលរដ្ឋនិងអាជីវករប្រកបមុខរបរធ្វើអាជីវកម្មក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តលំហែកាយតាមរមណីយដ្ឋាននិងកោះនានាក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល2025-2026នៅក្នុងនោះក៏បានអនុវត្តកម្មវិធីគោលការណ៍នយោបាយនិងសេចក្តីសម្រេចនានារបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងគណៈអចិន្ត្រៃយ៍ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តក្រុមការងារគ្រប់ថ្នាក់គ្រប់ផ្នែកមន្ទីរអង្គភាពជំនាញនិងក្រុងស្រុកឃុំសង្កាត់បាននឹងកំពុងតែខិតខំចុះមូលដ្ឋាននិងនាំយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចូលរួមដោះស្រាយបញ្ហាប្រឈមនិងសំណុំពរចាំបាច់នានាជាពិសេសអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដើម្បីជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅក្នុងនោះរួមមានការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមព្រមទាំងបានជួយសម្រាលទុក្ខលំបាករបស់រាជរដ្ឋាភិបាលក៏ដូចជាជួយទៅដល់វីរៈកងទ័ពនិងជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាតាមបណ្ដាខេត្តជាប់ព្រំដែនហើយទន្ទឹមនឹងនោះរដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុកដាក់ខិតខំវេចខ្ចប់អំណោយមនុស្សធម៌របស់ប្រជាជនខេត្តព្រះសីហនុដើម្បីដឹកជញ្ជូនប្រគល់ជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែននិងវីរៈកងទ័ពជួរមុខរួមជាមួយនឹងការជួយឧបត្ថម្ភជាថវិកាដល់ខេត្តជាប់ព្រំដែនថែមទៀតផងហើយជាមួយគ្នានេះឯកឧត្តមប្រធានគណៈកម្មាធិការគណៈបកខេត្តព្រះសីហនុក៏បានថ្លែងអំណរគុណចំពោះបងប្អូនសប្បុរសជនជាតិនិងអន្តរជាតិជាពិសេសគឺក្រុមការងាររបស់យើងបានខិតខំបំពេញការងារវេចខ្ចប់ស្បៀងអាហារគ្រឿងឧបភោគបរិភោគដែលជាការចូលរួមនៅក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមក៏បានបញ្ជាក់ផងដែរថាថ្ងៃនេះគឺជាថ្ងៃ7មករាដែលជាថ្ងៃកំណើតទី2របស់ប្រជាជនកម្ពុជាដោយកើតចេញពីគណៈបកប្រជាជនកម្ពុជាមានសម្ដេចជាស៊ីមសម្ដេចហេងសំរិននិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានធ្វើការតស៊ូរំដោះជាតិមាតុភូមិកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី7មករាឆ្នាំ1979តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះនៅក្នុងឆ្នាំ1996និងបានចេញផ្លែផ្កានៅក្នុងឆ្នាំ1998ធ្វើឲ្យកម្ពុជាមានសុខសន្តិភាពស្ថិរភាពនយោបាយពេញលេញនៅក្នុងផ្ទៃប្រទេសនិងមានការឯកភាពជាតិតែមួយនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺមានការរីកចម្រើនព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចាគឺគ្រួសារផងដែរឯកឧត្តមបានបន្ថែមទៀតថាទិសដៅបន្តគឺពង្រឹងការពារថែរក្សាស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាពិសេសបង្កើនការផ្សព្វផ្សាយនិងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបន្តពង្រឹងពង្រីកអង្គការចាត់តាំងគណៈបកនិងកសាងសមាជិកគណៈបកព្រមទាំងបន្តបោះបង់សមាជិកគណៈបកដែលមាន QR តាមក្រុងស្រុកឃុំសង្កាត់និងចែករំលែកការផ្សព្វផ្សាយសកម្មភាពនិងប្រសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំបន្តតាមដានស្វែងយល់អំពីសាធារណមតិដើម្បីធ្វើការវិភាគនិងវិតម្លៃលើសតិអារម្មណ៍មហាជនឲ្យបានត្រឹមត្រូវបន្តតាមដានផ្សព្វផ្សាយនិងវាយបករាល់ព័ត៌មានคล้ายៗរៀបចំផ្សព្វផ្សាយសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាក្នុងខួប47នៃទិវាជ័យជំនះ7មករា2026បន្តបង្កើនការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធប្រកបដោយតម្លាភាពស្របទៅតាមគោលនយោបាយ
កំណែតម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលបន្តបង្កើនការអប់រំលើកទឹកចិត្តប្រជាពលរដ្ឋឲ្យបង្កើនការដាំដុះនិងដំណាំយុទ្ធសាស្ត្រចូលរួមជួយឧបត្ថម្ភដោយស្ម័គ្រចិត្តដល់វីរៈកងទ័ពវីរៈនគរបាលដែលឈរជើងការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជាថៃបន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងក្រមការងារគណៈបកគ្រប់ថ្នាក់គ្រប់ផ្នែក